Hai សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទវណ្ណាឬក៏អ្នកទាំងអស់គ្នាអាចហៅខ្ញុំបានថា Mr. Chrono ថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកលេងជាមួយនឹង resort បែបធម្មជាតិមួយគេហៅថាអមរៈ Farm ជាលក្ខណៈ farm ដែលមាន restaurant មានកន្លែងទេសភាពស្អាតមានដំណាំផ្សេងៗដែលយើងអាចមកសម្រាប់ជប់លៀងរំហែកំសាន្តឬក៏អាចនៅជាវនៅគេហៅថាបន្លែធម្មជាតិនិងក៏មានកាហ្វេឬក៏អាហារពេលព្រឹកដែរអញ្ចឹងចាំជួបគ្នាទាំងអស់គ្នាជាកិច្ចការផ្លែបន្លែ
ទីធ្លាចតឡាននេះជាផ្លែតវ៉ៃធម្មជាតិអ្នកទាំងអស់គ្នាអាចជិះកង់មកក៏បានជិះម៉ូតូមកក៏បានឬក៏ជិះឡានមកក៏បានយើងគេមានកន្លែងចតឡានមានស្រះសម្រាប់ស្ទូចត្រីបាទនេះគឺជាកសិដ្ឋានដែលគេដាំបន្លែធម្មជាតិសួស្ដីអូនអាហ្នឹងគេហៅបន្លែគេរកែតអាហ្នឹងគេយកញ៉ាំមួយអីដែរលក្ខណៈថាដូចសាឡាត់វិញអញ្ចឹងអូហូបបានឆាក៏បានអីក៏បានចឹងណាឆាបានទេណាអូខេអូខេអរគុណអូនអូខេអានេះកន្លែងបន្លែធម្មជាតិគេមានដាក់លក់បន្លែធម្មជាតិcái nắng tí man ពេល4ណា4ធ្វើម្ហូបសួនស្ប៉ាផ្លូវដើរទៅកន្លែងចិញ្ចឹមកន្សាយ Hello Hello សិតទៅកន្សាយសួស្តីអ្នកទាំងអស់គ្នាខ្ញុំនាំអ្នកទាំងអស់គ្នាឲ្យមកមើលកន្លែងនេះមួយគេហៅកន្លែងដែលគេមកជួលកង់ហើយកង់គេស្អាតៗណាយើងអាចជួលកង់ជិះកន្លងជុំវិញនឹងពូបរិវេណគេធំកន្លែងនេះណាហើយមានទេសភាពស្អាតយើងជិះកន្លងលេងហ្នឹងទៅយើងមកញ៉ាំអីយើងអាចជួលឬក៏ដូចជាមានកង់គេជិះ free ទៀតកន្លែងនេះគេមានកន្លែងអង្គុយជាលក្ខណៈកាហ្វេហាងកាហ្វេអានេះកាហ្វេបែបធម្មជាតិហើយមានកន្លែងស្ទូចត្រីហាហ្នឹងស្រះស្ទូចត្រីក្នុងស្ទូចត្រីហើយនេះកាហ្វេរបៀបដូចវា premium តិចវាមានកញ្ចក់មានអីចឹងណាឥឡូវយើងចូលទៅញ៉ាំកាហ្វេទាំងអស់គ្នាសួស្ដីអូនជួយដាក់ខតឡាតេបងមួយហើយបាយសាច់មាន់មួយអរគុណបងអង្គុយនឹងអរគុណអានេះបាទអ្នកទាំងអស់គ្នាជិះកង់មកសុបាយយកកង់ខ្លួនឯងមកយើងជិះកង់មកយើងចូលមកដល់ខាងក្នុងហ្នឹងនេះស្រះត្រីយើងអាចជិះទូកលេងបានហើយឬក៏ស្ទូចត្រីលេងក៏បានដែរហើយគេមានកញ្ចុះមួយតាមកន្លែងមួយជាដែលអាចជប់លៀងជាលក្ខណៈគ្រួសារអីឬក៏ជាលក្ខណៈteam building អីចឹងណា